នារីដែលមានគុណតម្លៃពិតប្រាកដមិនជិះជាន់ឬក៏បន្ទាបអ្នកដទៃដើម្បីខ្ពង់ខ្ពស់ខ្លួនឯងឡើយពិតណាស់ថាពិភពលោកសពថ្ងៃការប្រណាំងប្រជែងដើម្បីភាពជោគជ័យនិងការទទួលស្គាល់ពីមនុស្សទូទៅបានក្លាយជាទម្លាប់មួយមនុស្សជាច្រើនជាពិសេសនារីមួយចំនួនព្យាយាមស្វែងរកវិធីដើម្បីលើកតម្កើងខ្លួនឯងប៉ុន្តែភាពខ្ពង់ខ្ពស់ពិតប្រាកដមិនមែនកើតឡើងពីការជិះជាន់ឬបន្ទាបបន្ថោកអ្នកដទៃនោះទេផ្ទុយទៅវិញភាពខ្ពង់ខ្ពស់ពិតប្រាកដកើតចេញពីតម្លៃខាងក្នុងរបស់នារីម្នាក់ៗដែលជាតម្លៃថ្លៃថ្លាដូចពេជ្រភាពខ្ពង់ខ្ពស់ដែលកើតចេញពីការជិះជាន់គឺជាអំពើថោកទាបការជិះជាន់អ្នកដទៃដើម្បីខ្លួនឯងមានន័យថាការប្រើប្រាស់អំណាចឥទ្ធិពលឬក៏សូម្បីពាក្យសម្ដីដើម្បីធ្វើបាបឬក៏ទាញមនុស្សជុំវិញខ្លួនឲ្យធ្លាក់ចុះនារីខ្លះយល់ថាការធ្វើបែបនេះអាចធ្វើឲ្យពួកគេមើលទៅខ្លាំងមានសមត្ថភាពជាងអ្នកដទៃពួកគេអាចប្រើកលល្បិចបង្កើតរឿងមិនពិតឬក៏រិះគន់អ្នកដទៃដើម្បីបំបាក់ទឹកចិត្តពួកគេប៉ុន្តែភាពជោគជ័យដែលបានពីការជិះជាន់បែបនេះគឺគ្មានតម្លៃយូរអង្វែងឡើយវាដូចជាការសាងសង់ផ្ទះលើខ្សាច់វាអាចនឹងបាក់បែកបានគ្រប់ពេលវេលានារីដែលមានគុណតម្លៃពិតប្រាកដមិនចាំបាច់ជិះជាន់អ្នកដទៃដើម្បីបញ្ជាក់ពីខ្លួនឯងនោះទេពួកគេមានភាពរឹងមាំពីខាងក្នុងហើយគុណតម្លៃរបស់ពួកគេបង្ហាញចេញតាមរយៈទង្វើនិងឥរិយាបថរបស់ខ្លួនគុណតម្លៃទាំងនោះរួមមានភាពថ្លៃថ្នូរនិងការគោរពដោយនារីដែលមានគុណតម្លៃចេះគោរពខ្លួនឯងហើយក៏ចេះគោរពអ្នកដទៃដូចគ្នាដែរពួកគេយល់ថាមនុស្សគ្រប់រូបសុទ្ធតែមានតម្លៃហើយមិនចាំបាច់មាក់ងាយនរណាម្នាក់ឡើយទី2គឺចិត្តសប្បុរសធម៌និងការជួយគ្នាទៅវិញទៅមកដោយជំនួសឲ្យការទាញអ្នកដទៃចុះក្រោមប៉ុន្តែពួកគេបែរជាលើកទឹកចិត្តនិងជួយអ្នកដទៃឲ្យរីកចម្រើនទៅវិញទេពួកគេយល់ថាភាពជោគជ័យពិតប្រាកដគឺការរីកចម្រើនទាំងអស់គ្នាហើយមនុស្សដែលមានគុណតម្លៃពិតប្រាកដគឺជាមនុស្សដែលចេះជួយអ្នកដទៃឲ្យបានខ្ពង់ខ្ពស់ទី3នាងមានភាពស្មោះត្រង់និងស្មារតីទទួលខុសត្រូវពួកគេមិនខ្លាចនឹងទទួលស្គាល់កំហុសរបស់ខ្លួនឡើយហើយហ៊ានប្រឈមមុខនឹងការពិតថែមទៀតផងពួកគេមានភាពស្មោះត្រង់ចំពោះខ្លួនឯងនិងអ្នកដទៃហើយទី4នាងមានភាពរឹងមាំពីខាងក្នុងពួកគេមិនត្រូវការសរសើរពីអ្នកដទៃដើម្បីធ្វើឲ្យខ្លួនមានអារម្មណ៍ល្អនោះទេពួកគេមានទំនុកចិត្តលើខ្លួនឯងព្រោះពួកគេដឹងថាពួកគេជានរណាសូមចងចាំថាភាពខ្ពង់ខ្ពស់ពិតប្រាកដមិនមែនជាមុខមាត់ឬឋានៈនោះទេតែជាគុណធម៌ដែលស្ថិតក្នុងខ្លួននារីដែលមានគុណតម្លៃពិតប្រាកដបង្កើតនៅបរិយាកាសវិជ្ជមាននៅជុំវិញខ្លួនពួកគេមិនត្រឹមតែលើកស្ទួយខ្លួនឯងប៉ុណ្ណោះទេតែពួកគេក៏ជាកម្លាំងចលករមួយជួយឲ្យសង្គមមានភាពល្អប្រសើរផងដែរពួកគេជួយបំផុសគំនិតនិងលើកទឹកចិត្តនារីដទៃឲ្យក្លាយជាខ្លួនឯងដ៏ល្អបំផុតសរុបមកនារីដែលរស់នៅដោយមានគុណតម្លៃពិតប្រាកដមិនចាំបាច់ចំណាយពេលដើម្បីប្រកួតប្រជែងជាមួយអ្នកដទៃនោះទេពួកគេផ្ដោតលើការកសាងខ្លួនឯងឲ្យល្អប្រសើរជាងមុនជារៀងរាល់ថ្ងៃពួកគេយល់ថាភាពខ្ពង់ខ្ពស់មិនមែនកើតឡើងពីការឈ្នះអ្នកដទៃនោះទេតែជាលទ្ធផលនៃការរស់នៅដោយភាពថ្លៃថ្នូរនិងការគោរពខ្លួនឯងនិងមនុស្សជុំវិញខ្លួនសម្រាប់បងប្អូននារីដែលចង់បង្កើនចំណេះដឹងភាពវៃឆ្លាតហើយនិងភាពរឹងមាំសម្រាប់ខ្លួនសូមអានសៀវភៅរស់ជានារីរឹងមាំរបស់ Kristen Hardbook